មេរោគ HPV នេះគឺឆ្លងខ្លាំងមែនតើការសិក្សាវិទ្យាសាស្ត្រមកកណោបានរកឃើញថាបងប្អូនស្ត្រីសឹងតែ 90% ហើយនៅលើពិភពលោកហ្នឹងណាក្នុងមួយជីវិតគាត់ហ្នឹងគឺប្រកាសជាមានពេលណានោះគាត់អាចឆ្លងមេរោគ HPV នឹងចូលក្នុងខ្លួនគាត់ប៉ុន្តែវាមិនមែនថាមេរោគ HPV ទាំងអស់ឆ្លងចូលក្នុងខ្លួនបងប្អូនស្ត្រីសិតតែឲ្យកើតមហារីកណាចង់និយាយអញ្ចឹងណាការចម្លងហ្នឹងគឺថាគេរកឃើញថាគ្រាន់តែប៉ះក៏ឆ្លងដែរព្រោះវាជា virus អមមកយើងទៅប្រើប្រគុណដែលអ្នកមុនមានមេរោគ HPV គឺថា HPV ហ្នឹងអាចចម្លងចូលទៅលើស្បែកអ្នកដែលបានប្រើបន្ទាប់ហ្នឹងហើយប៉ុន្តែគ្រាន់តែមេរោគ HPV នឹងអាចចូលទៅដល់មាត់ស្បូនបងប្អូនស្ត្រីក្នុងដែលអត់ឲ្យកើតជំងឺមហិច្ឆតាមាត់ស្បូនដែលអត់ហ្នឹងណាអាហ្នឹងវាអត់ទាន់មានការសិក្សាវិទ្យាសាស្ត្រណារកឃើញបែបហ្នឹងទេប៉ុន្តែឆ្លងនៅលើស្បែកហ្នឹងអាចហ្នឹងទី1ទី2ការសិក្សាវិទ្យាសាស្ត្រជាច្រើនរកឃើញថាមហិច្ឆតាមាត់ស្បូនដែលឬក៏ការឆ្លងមេរោគ HPV ដែលឈានទៅដល់កើតមហាហិច្ឆតាមាត់ស្បូនឬមហាហិច្ឆតានៅក្នុងទ្វារមាសហ្នឹងណារបស់ស្ត្រីហ្នឹងគឺថាភាគច្រើនគឺបណ្ដាលមកពីការរួមភេទហ្នឹងឯងបើសិនយើងបារម្ភពេករឿងថាបន្ទោបងអីតាមប្រគុណសាធារណៈថាឲ្យកើតមហារីកមាត់ស្បូនឬឆ្លង HPV ដល់កើតមហារីកមាត់ស្បូននឹងយើងមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមកបញ្ជាក់ចឹងទេអញ្ចឹងយើងមិនគួរបារម្ភពេកទេ